ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះដែរនាងខ្ញុំក្លឹមស៊ីនៀននាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលការកាប់ចេកពងមាន់ទាំងអស់គ្នាចាតេតងក្នុងការកាប់ចេកពងមាន់ទី1យើងត្រូវមានការប្រុងប្រយ័ត្នដោយសារតែចេកពងមាន់ងាយនឹងជាប់ងាយនឹងបែកខ្លាំងមែនទែនបើនិយាយពីស្ទងចេកវិញគឺថាធំខ្លាំងមែនទែនសូម្បីតែនាងខ្ញុំលើកអត់ផុតពីដីទេពុកម៉ែបងប្អូនអើយដោយសារតែស្ទងនឹងវាចូលជិត10គីឡូឯណោះស្ទងខ្លះទៅក៏10គីឡូស្ទងខ្លះក៏10គីឡូជាងអញ្ចឹងទៅចាសម្រាប់ចេកពងមាន់ក្នុងចំការនាងខ្ញុំក្នុងមួយអាទិត្យគឺនាងខ្ញុំត្រូវកាត់ម្ដងចាសម្រាប់ចេកពងមាន់គឺនាងខ្ញុំដាំចូលជិត2ឆ្នាំហើយតែការប្រមូលផលវិញនាងខ្ញុំបានប្រមូលផលវិលជុំមែនទែនទៅតេតងក្នុងការដាំចេកពងមាន់នាងខ្ញុំហ៊ាននិយាយថាការប្រមូលផលបានវិលជុំដោយសារតែចេកក្នុងចំការនាងខ្ញុំផ្ទាល់2ហាត់អញ្ចឹងហើយនាងខ្ញុំប្រមូលផលការប្រមូលផលនឹងនាងខ្ញុំប្រមូលអាចាស់ហ្នឹងអត់ទាន់អស់ទេនៅលក់រាល់អាទិត្យនៅឡើយអញ្ចឹងហើយអាថ្មីឥឡូវក៏ចាប់ផ្ដើមដល់ទៀតហើយអាចកូនសាក្រោយពុកម៉ែបងប្អូនស្ទងនេះពេញសាច់ស្អាតស្ទងនេះពេញស្ទងធំណាបងអូនអើយมีล้างจานที่มันตึงเดี๋ยวมันกลับมาเปลี่ยนมีล้างจานที่หมอไงล่ะใช่ไหมเราอยู่หม้อเป็นกระดิ่งไอ้สาวก็ต่อยจะเป็นเชื่อมเก่าไม่มาเซ็ตเตี้ยจีน่าจะเยอะเราตัวหน้าไปก็เลยว่ามันช่วยบางในทุกสลับเลยที่เราจับเรื่องนี้นึงก็เราใช้ปีแค่ก่อนนี่มันใช้เรื่องได้ดับเบิลใช่ครับคุณจ้าเรื่องยืม